ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំនៅខាងស្រុកសំឡូតហើយថ្ងៃនេះមកដកសណ្ដែកដីមកដកបានប្រហែលជាប៉ុន្មានថ្ងៃហើយតែមិនទាន់ហើយនៅខាងនាងខ្ញុំដីខាស់រឹងខ្លាំងមែនតែនហើយដកអត់ចេញទេដល់ចឹងបងគាត់មកបាញ់ទឹកហើយទៅបានដកចេញព្រោះដីរឿងខាស់រឹងរាំងអត់មានភ្លៀងអត់មានអីចឹងដីខាស់រឹងអស់នេះហើយនេះនៅខាងនេះខ្ញុំស្រស់ស្អាតមែនតើមានភ្នំព័ទ្ធជុំវិញកន្លែងនេះខ្ញុំឈរហ្នឹងភ្នំព័ទ្ធជុំវិញស្រស់ស្អាតណាស់បងហើយជាពិសេសអាខែមានទឹកភ្លៀងអីតិចចឹងគេលាស់មកស្រស់ខៀវបំប្រងតែម្ដងហើយនេះសកម្មភាពគ្រួសាររបស់នាងខ្ញុំដកសណ្ដែកដីហើយនាងខ្ញុំនេះអត់បានទៅដកគេតតពី3វីដេអូទឹកចែកជូនមកបងបានទស្សនាទាំងអស់គ្នាជាមួយនឹងខ្ញុំនៅបងគាត់បាញ់ទឹកហើយម្ដាយមីងនិងលោកប៉ាបងប្រុសរបស់នាងខ្ញុំដកស្ដែកដែរចាជំរាបសួរជំរាបលាពុកម៉ែបងប្អូនទាំងអស់គ្នា